អញ្ចឹងបានជាយើងតើមានធម៌ពីរព្រះអង្គឲ្យយើងមានធម៌ពីរហែកគ្នាឲ្យវាមានសមតលគ្នាមួយគឺវិរិយៈការព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទៅមិនឲ្យខ្ជិលទេប៉ុន្តែក៏ត្រូវមានធម៌មួយទៀតដែរដើម្បីទប់ទល់ការខកចិត្តគឺសន្តោសៈមានន័យថាសន្តោសមានន័យថាចេះព្រមតាមសមត្ថភាពដែលខ្លួនអាចរកបានមិនដេកកើតទុកពិបាកចិត្តមិនបានដូចគេឲ្យកើតទុកទូមនុស្សខ្វល់ខ្វាយដេកមិនលក់បក់មិនហើយអ្នកខ្លះឧទាហរណ៍ថាខំប្រឹងរកចង់បាន10000ហើយវាបាន8000ហើយដេកខ្វល់ជាមួយនឹងអា2000ដែរមិនបានហើយភ្លេចសบายចិត្តជាមួយនឹង8000ដែលរកបានវាភ្លេចគិតថាហ្នឹងឯងប៉ុនអញមានតែប៉ុណ្ណឹងអញប្រឹងអស់ពីសមត្ថភាពហើយឥឡូវតាតាមហ្នឹងប្រឹងទៅទៀតទៅសំប៉ុនទៅទៀតទៅព្យាយាមទៅទៀតទៅយើងដាំហេតុឲ្យបានច្រើនយើងនឹងទទួលផលបានច្រើនហើយបើគេបានផលល្អជាងយើងអូអនុមោទនាខំធ្វើបុណ្យល្អណាស់បានហ្នឹង